បាទជំរាបសួរបងប្អូនបាទនៅក្នុងថ្ងៃនេះយើងរៀនអំពីបាតដៃតើបាតដៃបង្ហាញអ្វីខ្លះឲ្យយើងដឹងជាទូទៅមនុស្សយើងគ្រប់រូបកើតមកតែងតែមានកម្មកើតមកតែងតែមានបញ្ហាហើយបញ្ហារបស់យើងម្នាក់មិនដូចគ្នាទេដូច្នេះបាតដៃគឺបានបង្ហាញយើងពីកម្មពីអំពើពីរឿងរ៉ាវជាច្រើនដែលយើងនឹកស្មានមិនដល់នៅក្នុងនោះមាន9ចំណុចតែអ្វីដែលខ្ញុំយកមកនិយាយនិងបដោតនៅក្នុងមេរៀននេះគឺពាក់ព័ន្ធជាមួយនឹងកម្មនៅក្នុងបាតដៃយើងគឺបង្ហាញនៅកម្ម3ប្រភេទដែលអាចមើលឃើញទី1គឺពាក់ព័ន្ធនឹងកម្មផ្នែកទំនាក់ទំនងឬក៏ស្នេហាទី2គឺពាក់ព័ន្ធជាមួយនឹងកម្មផ្នែកការងារបាទទី3គឺពាក់ព័ន្ធនឹងកម្មពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិលើកាក់អញ្ចឹងយើងឃើញមនុស្សយើងគឺអ្នកខ្លះគាត់ចូលចិត្តគេហៅថាធ្វើការដោយសារអីដោយសារតែគាត់មានកម្មពាក់ព័ន្ធជាមួយនឹងការងារដូច្នេះគាត់ចូលចិត្តធ្វើការបាទគាត់ចូលចិត្តធ្វើការគាត់ហៅថាការងារគាត់ធ្វើទាំងអស់បាទម្នាក់ឯងបាទនេះបាទគឺចំណុចទី2គឺកម្មពាក់ព័ន្ធជាមួយនឹងការងារអញ្ចឹងមនុស្សហ្នឹងគឺគាត់កើតមកគាត់មានទេពកោសល្យគាត់មានសមត្ថភាពគាត់មានការងារលំបាកគាត់មានការងារស្រួលគាត់មានវត្តភាពនៃការជោគជ័យរបស់គាត់អាយុប្រមាណគាត់ត្រូវជោគជ័យអានឹងគេហៅថាកម្មពាក់ព័ន្ធជាមួយនឹងការងារបាទចំណុចទី2បាទចំណុចទី1គឺកម្មពាក់ព័ន្ធនឹងស្នេហាឬក៏យើងអាចនិយាយថាវាពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងអញ្ចឹងมันសំដៅលើបញ្ហាដៃគូស្នេហាគាត់តែមួយមុខទេពេលខ្លះជាមួយនឹងកូនចៅបាទជាមួយនឹងកូនចៅនៅក្រៅបង្គាប់ជាមួយនឹងឪពុកម្ដាយជាមួយនឹងបងប្អូនប្រុសបងប្អូនស្រីបងប្អូនថ្លៃអីហ្នឹងបាទអាហ្នឹងគេហៅថាកម្មពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងហើយកម្មទី3គឺពាក់ព័ន្ធនឹងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងលុយកាក់អញ្ចឹងចំពោះអ្នកដែលជំពាក់បំណុលគេមិនចេះចប់ចំពោះអ្នកដែលធ្វើការតែតែមានឧបសគ្គផ្សេងៗហ្នឹងគឺគេហៅថាដោយសារតែគាត់មានកម្មពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិអញ្ចឹងកម្មទាំងអស់ហ្នឹងគឺបង្ហាញនៅលើបាតដៃរបស់យើងទាំងល្អនិងអាក្រក់អញ្ចឹងខ្ញុំសូមបង្ហាញលម្អិតពាក់ព័ន្ធជាមួយនឹងកម្មទាំង3ប្រភេទនេះបាទឥឡូវខ្ញុំសូមបង្ហាញអំពីចំណុចល្អមុនបាទចំណុចល្អគឺទី1កម្មដែលពីអតីតកាលដែលយើងបានធ្វើអំពើល្អឬក៏បានធ្វើនៅរឿងល្អជាច្រើនហ្នឹងវាបានហុចផលមកដល់ជាតិនេះគឺនាំឲ្យយើងទទួលបាននៅកម្មល្អអញ្ចឹងកម្មល្អហ្នឹងទី1គឺពាក់ព័ន្ធជាមួយនឹងគេហៅថា opportunity តាក់ទងជាមួយនឹងឱកាសបាទអញ្ចឹងបានន័យថាពេលដែលយើងធ្វើអីមួយទៅមានមនុស្សចង់ជួយយើងមានមនុស្សជួយយើងការងារយើងធ្វើទៅរលូនស្រួលមិនមានឧបសគ្គមធ្យោបាយផ្សេងៗហ្នឹងគឺធ្វើទៅគឺដោយសុចរិតដោយល្អប្រសើរមិនមានការរាំងស្ទះហ្នឹងគេហៅថាកម្មដែលយើងមានឱកាសល្អជាកម្មល្អចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងប្រាក់គេហៅថា natural wealth flow គឺជាការលំហូរនៃទ្រព្យពីធម្មជាតិអញ្ចឹងគឺយើងរកដោយមិនបាច់ប្រឹងយើងទៅមានការងារនឹងនៅកន្លែងហ្នឹងបានលុយស្រួលមិនបាច់ប្រឹងហើយនៅពេលដែលយើងចង់ធ្វើអីមានអ្នកជួយគាំទ្រ support យើងអញ្ចឹងគេហៅថាផលកម្មដែលយើងបានសាងពីមុនមកជាកម្មដែលយើងទទួលនៅក្នុងជាតិនេះជាកម្មល្អតាក់ទងនឹងសុខភាពធ្វើឲ្យកម្លាំងកាយកម្លាំងប្រាជ្ញារបស់យើងមានសុខភាពល្អមិនមាន
ងាយនឹងឈឺបើសិនជាឈឺទៅក៏អាចងាយស្រួលនៅក្នុងការស្ដារត្រឡប់មកវិញធ្វើឲ្យសុខភាពមានការប្រសើរឡើងលឿនអាហ្នឹងគេហៅថាពាក់ព័ន្ធនឹងសុខភាពបាទចំណុចទី4គឺពាក់ព័ន្ធនឹងជំនាញបានន័យថាយើងកើតមកមានសមត្ថភាពពិសេសមកពីកំណើតអាចរៀនឆាប់ចេះឆាប់ចាំឬក៏ទៅសិក្សានៅជំនាញណាមួយចេះស្ទាត់បើថាអ្នកខាងកាត់សក់ទៅក៏ជាជាងកាត់សក់ដែលបកកែទៅអ្នកខាងផ្នែកសម្ផស្សទៅក៏ជាមនុស្សដែលបកកែនៅក្នុងការផាត់មុខផាត់មាត់ល្អប្រសើរមានជំនាញអីចឹងទៅបាទជាគ្រូពេទ្យដែលល្បីផ្នែកជំនាញណាមួយខាងវះកាត់ឬក៏ខាងផ្នែកខាងវិជ្ជាអីជាដើមទៅអាហ្នឹងគេហៅជំនាញពីកំណើតឬក៏កើតមកអាចធ្វើជាគ្រូបង្រៀននៅក្នុងការផ្ដល់យោបល់ឲ្យគេផ្ដល់នៅប្រឹក្សាផ្នែកចិត្តសាស្ត្រផ្សេងអាហ្នឹងគេហៅថាជំនាញពីកំណើតរបស់យើងណាគេហៅថា talent ឬក៏សមត្ថភាពពិសេសគឺបានចេញមកពីកម្មដែលយើងបានធ្វើនៅជាតិមុនឬក៏ជាតិណាមួយទៀតអញ្ចឹងធ្វើឲ្យមកដល់ជាតិនេះយើងទទួលបាននៅកម្មល្អហ្នឹងអ្នកខ្លះក៏មិនចាំបាច់សិក្សាច្រើនដែរគាត់រៀនអបកាយប៉ុន្តែគាត់មានកម្មល្អរបស់គាត់ហ្នឹងគឺគាត់ចាប់បាននៅអ្វីដែលធ្វើឲ្យគាត់មានការរីកចម្រើនឬក៏ដឹកនាំគាត់ឲ្យឆ្លាតយ៉ាងវៃចឹងទៅបាទហើយពាក់ព័ន្ធនឹងគេហៅថាមួយទៀតគឺពាក់ព័ន្ធនឹងការការពារចំណុចទី5គឺជាកម្មល្អដែរពាក់ព័ន្ធនឹងការការពារបានន័យថាយើងទៅណាមកណាត្រូវមានគ្រោះថ្នាក់ចឹងគេឲ្យយើងដឹងមុនគេឲ្យយើងមានអារម្មណ៍ឲ្យអីយើងប្រុងប្រយ័ត្នឬក៏មានរឿងអាក្រក់អីហ្នឹងគេជួយការពារយើងពីខាងក្រោយអាហ្នឹងគេហៅថាមានអ្នកការពារហ្នឹងគេហៅថាជាកម្មល្អនៅក្នុងបាតដៃយើងដូចគ្នាបាទហើយចំណុចចុងក្រោយហ្នឹងគឺពាក់ព័ន្ធនឹងការសង្គ្រោះចឹងបានន័យថាពេលយើងមានឧបសគ្គមានអីហ្នឹងមានគេជួយសង្គ្រោះឬក៏ពេលយើងត្រូវមានគ្រោះថ្នាក់អីហ្នឹងមានគេជួយរុញជួយប្រាប់ជួយតម្រង់យើងឲ្យយើងគេចផុតអាហ្នឹងគេហៅថាត្រឡប់មកពីកម្មដែលយើងបានធ្វើល្អនៅជាតិណាមួយអញ្ចឹងវាបានបង្ហាញនៅលើបាតដៃយើងដូចគ្នាដោយឡែកពាក់ព័ន្ធនឹងកម្មមិនល្អដែលបងប្អូនយើងសប្តាហ៍ថ្ងៃនេះគឺជួបខ្លាំងមែនតើនៅក្នុង100នាក់សឹងតែអ្នកជួបនៅកម្មមិនល្អហ្នឹងគឺចូល90នាក់អ្នកខ្លះទៅគាត់មានទ្រព្យសម្បត្តិប៉ុន្តែគាត់អត់សប្បាយចិត្តគាត់មានបញ្ហាស្នេហាគាត់មានបញ្ហាអីផ្សេងអញ្ចឹងណាបញ្ហាទំនាក់ទំនងឬក៏បញ្ហាជីវិតរបស់គាត់ផ្សេងអញ្ចឹងទៅអាហ្នឹងគឺមួយទៅអ្នកខ្លះហ្នឹងគាត់ក៏មានគេហៅថាទំនាក់ទំនងល្អប៉ុន្តែគាត់មានបញ្ហាបំណុលគាត់មានបញ្ហាលុយកាក់គាត់មានបញ្ហាឈឺក្បាលជាមួយនឹងទ្រព្យសម្បត្តិចឹងទៅអ្នកខ្លះហ្នឹងក៏គាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភមានទំនាក់ទំនងសេចក្តីស្រឡាញ់នៅក្នុងគ្រួសារគាត់មានភាពកក់ក្ដៅគ្រប់គ្រាន់ហើយប៉ុន្តែបើជាសុខភាពគាត់មិនល្អអញ្ចឹងមានន័យថាមនុស្សយើងម្នាក់គឺមិនបានប្រកបទេអញ្ចឹងនៅក្នុង100នាក់ហ្នឹងអ្នកដែលមានបញ្ហាកម្មអាក្រក់មកជាប់ហ្នឹងវាមាន90នាក់ហើយដែលជួបបញ្ហាទាំងអស់ហ្នឹងបាទទី1គឺពាក់ព័ន្ធនឹងឧបសគ្គនៃការងារអញ្ចឹងគឺមនុស្សនឹងមានការបដូរការងារញឹកញាប់ហើយចេះឆ្ងល់ធ្វើអីអត់ជាប់ចឹងធ្វើនេះបានកន្លះឆ្នាំទៅដូរបាននេះ3ខែដូរ1ឆ្នាំដូរអាហ្នឹងគេហៅថាកម្មរបស់យើងគឺជាមនុស្សដែលបដូរការងារញឹកញាប់ហើយនៅពេលដែលយើងធ្វើអីមួយចឹងគឺមានការជំទាស់មានការបង្អាក់នៅគំនិតរបស់យើងមិនឲ្យយើងធ្វើកើតអាហ្នឹងដោយសារតែយើងមានកម្មពាក់ព័ន្ធនឹងការងារចឹងទី2ហ្នឹងកម្មអវិជ្ជមានដូចគ្នាគឺពាក់ព័ន្ធនឹងប្រាក់ឬក៏ស្ថិរភាពនៃប្រាក់កាក់របស់យើងចឹងធ្វើឲ្យយើងរកបានលុយច្រើនឆាប់បាត់ទៅវិញរកបានឆាប់បាត់ទៅវិញឆាប់ពេលខ្លះរកមិនបានច្រើនទៀតធ្វើឲ្យយើងនឹងមានបំណុលពីតិចទៅច្រើនរហូតទៅដល់បំណុលដែលដោះស្រាយមិនចេញអាហ្នឹងគឺដោយសារតែកម្មពាក់ព័ន្ធនឹងប្រាក់ពាក់ព័ន្ធនឹងលុយកាក់ដែលយើងត្រូវជួបនៅក្នុងពេលនេះហើយចំពោះចំណុចទាំងអស់នេះគឺមនុស្សយើងមិនអាចគេចផុតទេប្រសិនបើយើងមិនដឹងហើយយើងនឹងជួបអ្នកខ្លះជួបហើយទើបដឹងអ្នកខ្លះគឺមិនដឹងរហូតទៅដល់ថ្ងៃមិនដឹងដូចគ្នាបាទអញ្ចឹងចំណុចទី3គឺពាក់ព័ន្ធនឹងស្នេហាអ្នកខ្លះហ្នឹងក៏មានតំណែងតំណងមានស្នេហាមិនជាប់មិនស្រឡាញ់មិនបានល្អពេកមុនដំបូងក៏អត់ប្រមូលស្គាល់គ្នាបានច្បាស់ទៅបែកបាក់អីចឹងទៅធ្វើឲ្យមានរបួសផ្លូវចិត្តឬក៏ពេលខ្លះរស់នៅក្នុងគ្រួសារមើលទៅដូចជាសុខសប្បាយប៉ុន្តែជីវិតស្នេហារបស់គាត់ការគិតរបស់គាត់គឺមិនស៊ីជម្រៅឬក៏មិនត្រូវគ្នាមានការអន់សុពន្ធចិត្តមានការក្តៅក្រហាយអីផ្សេងហ្នឹងគឺគេហៅថាដោយសារតែកម្ម
នៃស្នេហារបស់គាត់ហើយចំពោះកន្លែងហ្នឹងគឺពិបាកក្នុងការផ្លាស់ប្ដូរណាស់បាទខាងលើពីរនោះអាហ្នឹងគ្រាន់តែវិធីជួយបានបាទកម្មពាក់ព័ន្ធនឹងតំណែងតំណងស្នេហានេះគឺពិបាកណាស់ដោយសារវាពាក់ព័ន្ធជាមួយនឹងគេហៅថាខ្សែមួយគេហៅថាខ្សែអឺតែកម្មផលគឺជាប្រភេទខ្សែបេះដូងហ្នឹងគឺយើងរៀងពិបាកបន្តិចបាទចំណុចទី4គឺពាក់ព័ន្ធជាមួយនឹងការរាប់អានដែរពេលខ្លះយើងមានមិត្តភ័ក្តិទៅគេបោកប្រាស់យើងបោកប្រាស់គេឬក៏ការទំនាក់ទំនងមិត្តភ័ក្តិហ្នឹងគឺថាមានផលប្រយោជន៍ឆ្លោះគ្នាមិនបានយូរអញ្ចឹងណាអាហ្នឹងគឺយើងមិនដឹងថាណាខុសណាត្រូវទេប៉ុន្តែភាគច្រើនអាហ្នឹងគេហៅថាដោយសារតែយើងមានកម្មពាក់ព័ន្ធនឹងទំនាក់ទំនងរាប់អានគ្នាមិនបានយូរចឹងពេលខ្លះទៅអ្នកខ្លះក៏គេចូលមកមួយផ្លែតទៅមួយខែពីរខែស្គាល់យើងមួយឆ្នាំពីរឆ្នាំទៅក៏លែងជួបគ្នាទៅมันមានមិត្តភ័ក្តិអីស្និទ្ធស្នាលច្រើនអ្នកឬក៏มันមានមិត្តភ័ក្តិណាដែលយើងអាចពឹងពាក់គ្នាបានអីហ្នឹងអាហ្នឹងគេហៅថាដោយសារតែយើងមានកម្មពាក់ព័ន្ធទៅនឹងការរាប់អានគ្នាមិនបានយូរហើយចំណុចទី5ពាក់ព័ន្ធនឹងសុខភាពមានជំងឺរ៉ាំរ៉ៃឬក៏មានអារម្មណ៍មិនល្អពាក់ព័ន្ធនឹងជំងឺផ្លូវចិត្តឬក៏ជំងឺនៅក្នុងរាងកាយនៅតាមភពមួយណាជំងឺនៅក្នុងជាតិមួយអញ្ចឹងគឺអាហ្នឹងគឺពាក់ព័ន្ធនៅលើបាតដៃដែរហើយចំណុចចុងក្រោយហ្នឹងគឺពាក់ព័ន្ធនឹងការខ្វល់ខ្វាយការភ័យខ្លាចនៅពេលដែលយើងចង់ធ្វើអ្វីមួយទៅយើងមានអារម្មណ៍ថាភ័យណាស់ខ្លាចតែបរាជ័យបាទអាហ្នឹងគេហៅថាតាក់ទងកម្មនៅលើភាពភ័យខ្លាចឬក៏ការខ្វាយខ្វល់ជ្រុលធ្វើអីគឺខ្លាចមុខខ្លាចក្រោយអីជាដើមបាទអានេះគឺចំណុចទី9នៃកម្មនៃអ្វីដែលបាតដៃបានបង្ហាញបាទហើយនៅក្នុងហ្នឹងក៏មានច្រើនទៀតបាតដៃឲ្យបង្ហាញយើងឲ្យដឹងពីអនាគតកាលតើយើងពេលណាត្រូវធ្វើអីយើងមានជំនាញអីយើងមានសមត្ថភាពខាងផ្នែកអីយើងនឹងមានសេចក្តីសុខនៅក្នុងផ្លូវស្នេហាបែបម៉េចយើងមានបញ្ញាបែបម៉េចបាទយើងមានទេពកោសល្យបែបម៉េចគឺអាចឆ្លោះបញ្ចាំងនៅក្នុងបញ្ហាហ្នឹងដូចគ្នាអញ្ចឹងគឺឥឡូវខ្ញុំចូលមកកន្លែងហ្នឹងបាទអញ្ចឹងនៅក្នុងហ្នឹងគឺបាតដៃបង្ហាញយើង9ចំណុចទី1គឺភាពរីកចម្រើននៅពេលអនាគតទី2គឺសេចក្តីស្នេហានិងទំនាក់ទំនងគ្រួសារទី3ទាក់ទងនឹងបញ្ញានិងចំណេះដឹងទី4ពាក់ព័ន្ធនឹងការងារនិងធុរកិច្ចទី5ពាក់ព័ន្ធនឹងប្រាក់និងសំណាងផ្សេងៗទី6ពាក់ព័ន្ធនឹងសុខភាពទី7គឺព្រឹត្តិការណ៍នៃជីវិតដែលកើតឡើងតាមអាយុនិងវ័យរបស់យើងទី8គឺបុគ្គលិកលក្ខណៈនិងទេពកោសល្យទី9យើងបកស្រាយមែនគឺតាក់ទងនឹងកម្មអតីតកាលទាំងល្អនិងអាក្រក់បាទអញ្ចឹងគឺយើងចាប់ដើមបញ្យល់បងប្អូនមួយបន្តទៀតអញ្ចឹងអ្វីទៅដែលគេហៅថាបាតដៃដែលអាចបង្ហាញឲ្យយើងដឹងអំពីស្នេហាហ្នឹងគឺយើងមើលកន្លែងណាបាទតាក់ទងនឹងចំណេះដឹងហ្នឹងយើងមើលកន្លែងណាតាក់ទងនឹងការងារហ្នឹងយើងមើលកន្លែងណាប្រាក់កាក់និងសំណាងផ្សេងៗហ្នឹងយើងមើលកន្លែងណាសុខភាពហ្នឹងយើងមើលកន្លែងណាអញ្ចឹងគឺនៅលើបាតដៃរបស់យើងហ្នឹងគឺគេហៅថាមកចាអាមហ្នឹងមកចាអាម4ជ្រុងហ្នឹងឬក៏អាចនិយាយថាមកទឹក4ជ្រុងឬក៏មកទឹកជាងហ្នឹងគឺបានកត់ត្រានៅរឿងរ៉ាវជាច្រើននៅក្នុងឆាកជីវិតរបស់យើងតាំងពីពេលយើងកើតរហូតដល់យើងស្លាប់អញ្ចឹងគឺ80ឆ្នាំបាទយើងនិយាយថា80ឆ្នាំទៅព្រោះយើងយកព្រះសម្មាសម្ពុទ្ធជាប្រធានទៅព្រោះព្រះអង្គ81អញ្ចឹងយើងគិតថាយើង81ទៅវាស្មើនឹង30000ថ្ងៃអញ្ចឹង30000ថ្ងៃហ្នឹងគឺបានកត់ត្រានៅលើបាតដៃយើងហើយយើងសួរត្រឡប់ទៅវិញថាចំមួយទៅ30000ថ្ងៃកត់ត្រាវាម៉េចចឹងខ្ញុំចង់បញ្ជាក់ថាការកត់ត្រារបស់បាតដៃរបស់យើងគឺកត់តែអ្វីដែលសំខាន់អ្វីដែលមិនងាយនៅក្នុងការផ្លាស់ប្ដូរបាទអញ្ចឹងនៅពេលដែលតាក់ទងនឹងមេរៀនវីដេអូក្រោយខ្ញុំនឹងបង្ហាញលម្អិតនៅតាមបាតដៃហ្នឹងតាក់ទងនឹងម្រាមដៃពាក់ព័ន្ធនឹងតែនៅក្នុងដៃពាក់ព័ន្ធនឹងគេហៅថាភពទាំង9នៅក្នុងដៃអីហ្នឹងគឺឬក៏សញ្ញាឬក៏អីផ្សេងៗហ្នឹងនៅមេរៀនបន្តទៀតប៉ុន្តែនៅក្នុងមេរៀននេះគឺចង់បញ្ជាក់ថាវាពាក់ព័ន្ធបាទពាក់ព័ន្ធជាមួយថាបាតដៃបង្ហាញអ្វីអញ្ចឹងខ្ញុំសូមអានភាសាទៀតបាទគឺបាតដៃគឺអាចបង្ហាញយើងពីការរីកចម្រើននាពេលអនាគតតើអនាគតទៅយើងរស់នៅស្រួលអត់អនាគតទៅយើងកូនដឹងគុណយើងអត់អនាគតទៅយើងរស់នៅវាម៉េចយើងមានសល់លុយសល់ទ្រព្យសម្បត្តិអាចរស់នៅដោយខ្លួនឯងមុខរបររកស៊ីវាម៉េចគឺយើងអាចដឹងបានទី
ទី2គឺពាក់ព័ន្ធនឹងស្នេហានិងតំណែងតំណងគ្រួសារមានសេចក្តីសុខកក់ក្ដៅរស់នៅជួបប្តីជួបប្រពន្ធដែលប្រកបដោយព្រមវិហារធម៌ស្រឡាញ់គ្នាជួយគ្នាអស់ពីដៃពីជើងមានតំណែងតំណងមានកូនគោរពមានឪពុកម្ដាយមានបងប្អូនរស់នៅចុះសម្រុងជាមួយគ្នាជាដើមអាហ្នឹងគឺមើលលើបាតដៃដែរបាទហើយក្រៅពីហ្នឹងគឺទី3គឺតកតនឹងចំណេះដឹងហើយនឹងបញ្ញាយើងជាមនុស្សដែលរៀនឆាប់ចេះឆាប់ចាំរបៀបម៉េចបានជាមនុស្សនឹងពូកែមិនម៉េចបានជាមនុស្សនឹងមានបញ្ញាឆ្លាតគេមើលកន្លែងណាអីចឹងណាបាទហើយទី4ហ្នឹងគឺតកតងការងារមានល្អប្រសើរការងារហ្នឹងគាត់ការងារសំណុកការងារពិបាកការងារធ្ងន់ធ្ងរការងារមិនចេះចប់មិនចេះហើយបាទអាហ្នឹងគឺពាក់ព័ន្ធនៅក្នុងហ្នឹងហើយទី5តកតងនឹងប្រកៈនិងសំណាងចឹងតើសំណាងរបៀបម៉េចបាតដៃរបៀបម៉េចហើយបាតដៃសំណាងហើយមើលកន្លែងណាបាទដូចគ្នាអញ្ចឹងបាទពាក់ព័ន្ធនឹងសុខភាពពាក់ព័ន្ធនឹងព្រឹត្តិការណ៍ផ្សេងការពីអាយុប៉ុណ្ណេះកើតរឿងអីអាយុប៉ុណ្ណេះកើតរឿងអីណាហ្នឹងគឺមើលលើបាតដៃដូចគ្នាហើយបុគ្គលិកលក្ខណៈជាមនុស្សបែបណាមនុស្សចិត្តទន់មនុស្សចិត្តស្រាលមនុស្សចិត្តធ្ងន់មនុស្សចិត្តល្អមនុស្សឆេវឆាវមនុស្សចូលចិត្តធ្វើបុណ្យមនុស្សចូលចិត្តជួយគេមនុស្សគេហៅថាចូលចិត្តដឹងរឿងគេបាទអាហ្នឹងគឺនៅលើបាតដៃយើងគឺអត់អាចលាក់បាំងបានទេអញ្ចឹងហើយបើសិនជាបងប្អូនចង់ដឹងច្បាស់ពីបាតដៃបងប្អូនអាចតាមដាននៅវីដេអូបន្តទៀតអញ្ចឹងគឺសម្រាប់វីដេអូនេះគឺខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះបាទអញ្ចឹងក៏ចុងក្រោយនេះខ្ញុំសូមអរគុណបាទសូមអរគុណដល់បងប្អូនទាំងអស់ដែលខំតាមដានបាទនៅក្នុងវីដេអូដែលខ្ញុំកំពុងធ្វើនេះចឹងសង្ឃឹមថាវានឹងជួយដល់បងប្អូនបានទៅតាមអ្វីដែលបងប្អូនចង់បានបាទសូមអរគុណសូមជម្រាបលា